Bismillahirrahmanirrahim. Alhamdulillah wassalatu wassalamu ala Rasulillah wa ala alihi wa sahbihi wa sallam tasliman katsira. Amma ba'd. Assalamualaikum warahmatullahi taala wabarakatuh. អរបណ្ដាអ្នករួមជំនឿទាំងឡាយរ៉ាម៉ាឌនគឺជាឱកាសដ៏ធំបំផុតមួយសម្រាប់ការផ្លាស់ប្ដូរបរិបទជីវិតសម្រាប់អ្នកចង់កែប្រែវាជាមួយនឹងបរិយាកាសសមស្របនៃខែដ៏ពិសិដ្ឋនេះដូចជាការខិតខំបញ្ជាក់ខ្លួនទៅរកអល់ឡោះស៊ុបហានវតាឡាដោយសារភាពនៅទុកកំហុសនិងវិលត្រឡប់ទៅរកទ្រង់ដោយសារនៅអំពើល្អហើយជាឱកាសសម្រាប់ជនមូស្លីមគ្រប់រូបក្នុងការផ្លាស់ប្ដូរជាឱកាសសម្រាប់ខ្ញុំអល់ឡោះស៊ុបហានវតាឡាដើម្បីថ្វាយខ្លួនជាអ្នកកោតខ្លាចទៅចំពោះអល់ឡោះស៊ុបហានវតាឡាជាអ្នកសាងនៅអំពើល្អដែលមានគុណធម៌អ្នកដូចដែលអល់ឡោះស៊ុបហានវតាឡាបានមានបន្ទូលនៅក្នុងអល់កុរអានsurah Al-Baqarah ayatលេខ183 A'udzu billahi minash shaitonir rajim ya ayyuhallazina amanu kutiba alaikumus siyam kama kutiba alal ladzina min qablikum la'allakum tattaqun មានន័យថាអរបណ្ដាអ្នកមានជំនឿអល់ឡោះបានដាក់កាតព្វកិច្ចបួសមកលើពួកអ្នកដោយដែលទ្រង់បានដាក់កាតព្វកិច្ចបួសលើពួកអ្នកចំនួនមុនដែរដើម្បីឲ្យពួកអ្នកកោតខ្លាចអល់ឡោះស៊ុបហានវតាអាឡារ៉ាម៉ាឌនជារដូវកាលមួយដែលមានតម្លៃបំផុតដែលយើងត្រូវតែចាប់យកឱកាសដ៏មានតម្លៃនេះដើម្បីយើងបានបួសបានសូឡាត់ជាម៉ាអាជាមួយនឹងមនុស្សទូទៅនៅក្នុងមស្ជីដនិងដើម្បីព្យាយាមរក្សាឲ្យបាននៅទឹកបរិសុទ្ធអារម្មណ៍នៅជួរទី1ទាន់ជាមួយអ៊ីម៉ាំជាឱកាសដើម្បីស្គាល់អល់ឡោះស៊ុបហានវតាអាឡាក្នុងក្តីសង្ឃឹមរបស់យើងជាឱកាសសម្រាប់ការរំលឹកនិងដឹងគុណចំពោះទ្រង់វាជាឱកាសសម្រាប់ធម៌នៅក្នុងរាត្រីដ៏យូរដើម្បីស្វែងរកការយល់ព្រមអំពីអល់ឡោះស៊ុបហានវតាអាឡាជាឱកាសសម្រាប់ការផ្លាស់ប្ដូរបរិបទជីវិតដែលអល់ឡោះស៊ុបហានវតាអាឡាបានផ្ដល់នូវភាពងាយស្រួលដែលមូលហេតុនាំឲ្យយើងទៅរកសេចក្តីល្អនិងការគោរពប្រណិប័តទៅចំពោះទ្រង់នៅក្នុងខែរ៉ាម៉ាឌនអរិយបណ្ដាសៃតនត្រូវបានគេដាក់ច្រវាក់វានៃឋានសួគ៌ត្រូវបានគេបើកឡើងវានៃឋាននរកត្រូវបានគេបិទហើយរៀងរាល់យប់នៃខែរ៉ាម៉ាឌនត្រូវបានអល់ឡោះស៊ុបហានវតាអាឡាដោះលែងឲ្យរួចផុតពីនរកនៅក្នុងខែរ៉ាម៉ាឌនមានរាត្រីមួយដែលល្អជាង 1000 ខែនេះជាដំណឹងដ៏អស្ចារ្យមែនបើយើងសញ្ជឹងគិតដោយសតិសម្បជញ្ញៈនិងការយល់ដឹងនោះយើងនឹងឃើញខ្លួនយើងប្រញាប់ប្រញាល់ធ្វើអំពើល្អយើងប្រកួតប្រជែងក្នុងការគោរពប្រណិប័តយើងគេចចេញពីអំពើបាបនិងលះបង់ចោលនៅចំណងតណ្ហាទាំងឡាយដោយហេតុផលមួយនេះយើងមាន3ចំណុចសំខាន់សម្រាប់ការផ្លាស់ប្ដូរបរិបទជីវិតក្នុងខែរ៉ាម៉ាឌនដ៏ពិសិដ្ឋនេះទី1ជាឱកាសមួយសម្រាប់ការផ្លាស់ប្ដូរចិត្តដើម្បីសារភាពទុកកំហុសតើបាទអល់ឡោះស៊ុបហានវតាអាឡាហើយវិលត្រឡប់ទៅចំពោះទ្រង់ពីព្រោះទ្រង់បានរៀបចំរងចាំទទួលយកការតើបាទពីខ្ញុំរបស់ទ្រង់នៅក្នុងខែដ៏ពិសិដ្ឋនេះគណៈដែលអរិយត្រូវជាប់ច្រវាក់ដូចជាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំលោកបានប្រសាសន៍ថាقال النبي صلى الله عليه وسلم إذا كان أول ليلة من شهر رمضان صفدت الشياطين ومردت الجن وغلقت أبواب النار ولم يفتح منها باب وفتحت أبواب الجنة ولم يغلق منها باب وينادي مناد يا باغي الخير أقبل ويا باغي الشر أبصر لله عتقاء من النار وذلك كل ليلة رواه الترمذي وابن ماجه មានន័យថានៅពេលដែលរាត្រីដំបូងនៃខែរ៉ាម៉ាឌនមកដល់អរិយនិងពពួកយិនត្រូវបានគេដាក់ច្រវាក់ទ្វារនៃឋាននរកត្រូវបានគេបិទហើយក៏មិនមានទ្វារណាមួយត្រូវបានគេបើកឡើយទ្វារនៃឋានសួគ៌ត្រូវបានគេបើកហើយក៏មិនមានទ្វារណាមួយត្រូវបានបិទដែរបើហើយមានគេស្រែកដង្ហែហៅថាអ្នកស្វែងរកសេចក្តីល្អគឺអ្នកខិតខំស្វែងរកនៅអំពើល្អចុះហើយអ្នកដែលធ្វើអំពើអាក្រក់គឺអ្នកឈប់ធ្វើវាចុះហើយសម្រាប់អល់ឡោះស៊ុបហានវតាអាឡាគឺទ្រង់ដោះលែងតែខ្ញុំបម្រើរបស់ទ្រង់ឲ្យមានបាបកម្មពីភ្លើងនរកហើយទ្រង់ធ្វើដូចនេះជារៀងរាល់យប់នៃខែរ៉ាម៉ាឌនដូច្នេះយើងចាប់អារម្មណ៍នឹងហាឌីសរបស់រ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំខាងលើនៅពាក្យថាវ៉ាលីឡាហ៊ីឧតហ្វាមីណាណានេះជាឱកាសមួយដ៏សំខាន់សម្រាប់យើងនៅក្នុងខែដ៏ពិសិដ្ឋនេះដើម្បីយើងធ្វើយ៉ាងម៉េចឲ្យយើងស្ថិតនៅក្នុងចំណោមអ្នកដែលអល់ឡោះស៊ុបហានវតាអាឡាត្រូវដោះលែងពីភ្លើងនរកអ្នកទាំងអស់គ្នាណាយើងត្រូវខិតខំណាហាត់ពុតណាឬមួយក៏លះបង់នៅគ្រប់អរិយាប័ត្ររបស់យើងដែលមាន
កន្លងមកយើងផ្លាស់ប្ដូរវាដើម្បីទៅរកអរិយប័ត្រមួយដែលល្អសម្រាប់ជីវិតរបស់យើងនៅទៅថ្ងៃអនាគត اللهم اجعلنا من أتقاء من النار في شهر رمضان ហេតុផលនេះនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមលោកបានមានប្រសាសន៍ថា يقول النبي صلى الله عليه وسلم خاب وخسر من أدرك رمضان ولم يغفر له រវ៉ាហ៊ីប៊ូខារីមានន័យថាអ្នកណាដែលបានជួបនឹងខែរ៉ូម៉ាដនហើយមិនត្រូវបានគេលើកលែងទោសឲ្យអ្នកនោះនឹងបរាជ័យហើយនឹងខាត់បងធំបំផុតដូច្នេះខែរ៉ូម៉ាដនគឺជាឱកាសមួយដើម្បីពិនិត្យមើលខ្លួនឯងទទួលខុសត្រូវនិងលើកទឹកចិត្តខ្លួនឯងឲ្យធ្វើល្អការផ្លាស់ប្ដូរបរិបទជីវិតចាប់ផ្ដើមដោយការទទួលខុសត្រូវលើខ្លួនឯងនិងការកំហុសរបស់ខ្លួនឯងនេះជាទង្វើដែលនឹងលើកតម្កើងអ្នកកាន់សាសនាអ៊ីស្លាមឲ្យឈានដល់កម្រិតមួយខ្ពស់បំផុតដូចជាអ៊ីម៉ាមហាសាន់អល់បាស្រីរ៉ហ៊ីម៉ាហ៊ុលឡោះបាននិយាយថាអ្នកមានជំនឿគាត់ត្រូវទទួលខុសត្រូវចំពោះខ្លួនឯងគាត់ត្រូវគិតគូរអំពីខ្លួនឯងរបស់គាត់ចំពោះអល់ឡោះស៊ុបហានវតាឡាហើយពិតប្រាកដណាស់នឹងមានភាពងាយស្រួលក្នុងការជំនុំជម្រះនៅថ្ងៃបរលោកគឺសម្រាប់ពួកអ្នកដែលបានគិតគូរសម្រាប់ខ្លួនរបស់ពួកគេនៅលើលោកីនេះហើយក៏ជាការពិតណាស់ដែរនឹងមានភាពលំបាកក្នុងការជំនុំជម្រះនៅថ្ងៃបរលោកគឺសម្រាប់ពួកអ្នកដែលមិនបានគិតគូរសម្រាប់ខ្លួនរបស់ពួកគេនៅលើលោកីនេះនេះជាសម្ដីរបស់អ៊ីម៉ាមហាសាន់អល់បាស្រីនៅក្នុងនោះក៏មានពាក្យសម្ដីដ៏ល្អបំផុតមួយនៃកិរិយារបស់រ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសល្លាមគឺអាអ៊ីសារ៉ាឌីយ៉ាឡោះអានហាគាត់បាននិយាយថា وعن عائشة رضي الله عنها أنها قالت أكل الذنوب فإنكم لن تلقوا الله بشيء أفضل من قلة الذنوب មានន័យថាអំពីអាអ៊ីសារ៉ាឌីយ៉ាឡោះអានហានាងបាននិយាយថាចូលពួកអ្នកកាត់បន្ថយអំពើបាបរបស់ពួកអ្នកព្រោះអ្នកនឹងមិនទៅជួបអល់ឡោះជាម្ចាស់ជាមួយនឹងអ្វីដែលប្រសើរជាងអំពើបាបទឹកទូចនោះទេនេះចង់សំដៅថានៅពេលដែលយើងទៅជួបនឹងអល់ឡោះស៊ុបហានតាឡាយើងត្រូវឲ្យមានទុសតិចបំផុតដើម្បីទៅជួបអល់ឡោះស៊ុបហានតាឡាកុំឲ្យយើងទៅទាំងទុសដែលពេញខ្លួនចំណុចទី2ខែរ៉ូម៉ាដនជាឱកាសមួយដើម្បីឲ្យសាសនិកអ៊ីស្លាមទាំងអស់យកចិត្តទុកដាក់និងងាកទៅរកអល់ឡោះស៊ុបហានតាឡានិងបង្កើនការធ្វើអ៊ីបាដាតទៅចំពោះទ្រង់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបានទ្រង់បានផ្ដល់ឧត្តមភាពខែរ៉ូម៉ាដនលើសពីខែផ្សេងៗទាំងអស់ហើយទ្រង់បានធ្វើឲ្យថ្ងៃនៃខែរ៉ូម៉ាដននេះជាថ្ងៃដែលល្អប្រសើរជាងថ្ងៃផ្សេងៗទាំងអស់ដូច្នេះហើយគឺជាឱកាសដ៏ល្អប្រសើរសម្រាប់អ្នកដែលងាកទៅរកអល់ឡោះស៊ុបហានវតាឡាទី3ខែរ៉ូម៉ាដនគឺជាឱកាសសម្រាប់ការផ្លាស់ប្ដូរបរិបត្តិនៃសិលធម៌រ៉ូម៉ាដនតាមធម្មតារបស់វាជាខែបណ្ដុះនូវសិលធម៌ល្អៗដល់ជាតិមូស្លីមទាំងអស់នៅលើពិភពលោកនេះដែលជាកូរ៉េមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសល្លាមលោកបានសង្កត់ធ្ងន់លើរឿងនេះសម្រាប់ប្រជាជាតិមូស្លីមទាំងអស់ដែលលោកបានមានប្រសាសន៍ថា ويقول صلى الله عليه وسلم من لم يدع قول الزور والعمل به وليس لله حاجة في أن يدع طعامه وشرابه رواه البخاري មានន័យថាអ្នកណាដែលមិនបានបោះបង់ការនិយាយមិនពិតហើយប្រព្រឹត្តនៅទង្វើនោះអល់ឡោះស៊ុបហានវតាឡាមិនតម្រូវឲ្យគាត់លះបង់អាហារនិងភេសជ្ជៈរបស់គាត់ដើម្បីទ្រង់ឡើយជាកូរ៉េមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសល្លាមលោកបានមានប្រសាសន៍ថាويقول صلى الله عليه وسلم إذا كان يوم صوم أحدكم فلا يرفث ولا يفسق فإن سابه أحد أو قاتله فليقل إني صائم رواه البخاري មានន័យថាប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកតមអាហារតែអ្នកប៊ូគាត់មិនគួរនិយាយពាក្យអាឃាតឬប្រព្រឹត្តអំពើបាបឡើយបើមានអ្នកណាម្នាក់ជេរប្រមាថគាត់ឬវេគាត់ត្រូវនិយាយថាពិតណាស់ខ្ញុំគឺជាអ្នកតមអាហារនេះគឺជាការអំពាវនាវនឹងឲ្យមានការអភ័យទោសនិងការអធិស្ឋានគ្នាហើយផ្លាស់ប្ដូរពីអំពើអាក្រក់ទៅជាអំពើល្អរ៉ូម៉ាដនបង្កប់នៃសាមគ្គីភាពជាបងប្អូនដូចជាជាកូរ៉េមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសល្លាមបានប្រសាសន៍ថាអ្នកមុអ៊មីនអ្នកមានជំនឿនិងសេចក្តីស្រឡាញ់របស់ពួកគេសេចក្តីមេត្តាករុណារបស់ពួកគេនិងការអាណិតអាសូរគ្នាទៅវិញទៅមករបស់ពួកគេប្រៀបបាននឹងរូបកាយតែមួយប្រសិនបើផ្នែកណាមួយនៃរាងកាយឈឺចាប់ធ្វើឲ្យរាងកាយទាំងអស់វានឹងឈឺចាប់ដោយមិនឲ្យទៅលក់នឹងក្តៅខ្លួនដូច្នេះខែរ៉ូម៉ាដនគឺជាឱកាសដ៏ល្អ
មួយដើម្បីបំបត្តិនូវកំហឹងនិងអភ័យទោសដល់មនុស្សព្រោះវាបង្រៀនអំពីភាពអត់ធ្មត់និងការស៊ូទ្រាំរបស់មូស្លីមអ្នកណាអាចស៊ូទ្រាំនឹងការស្រេកឃ្លានដោយកម្ដៅខ្លាំងអាចទប់កំហឹងរបស់ខ្លួននិងស៊ូទ្រាំឧបសគ្គផ្សេងៗអ្នកនោះនឹងទទួលបានជោគជ័យទាំងនៅលោកីយ៍នេះនិងថ្ងៃបរលោកខាងមុខដូច្នេះយើងជាជនមូស្លីមយើងជាអ្នកកាន់សាសនាឥស្លាមយើងគួរតែយកចិត្តទុកដាក់និងគិតគូរខ្លួនឯងយើងមុននឹងគេគិតឲ្យយើងនេះជាឱកាសមួយដ៏សំខាន់បំផុតនៅក្នុងខែដ៏ពិសេសខែដែលអល់ឡោះទទួលយកនៅអ៊ីបាដាតខែដែលអល់ឡោះរងចាំទទួលយកនៅទូអាអំពីយើងដូច្នេះយើងត្រូវតែខិតខំណាស់ធ្វើអ៊ីបាដាតនិងទូអាឲ្យច្រើនទៅចំពោះអល់ឡោះស៊ុបហានហ៊ូវតាអាឡាអល់ឡោះមុចអលណា ممن صام رمضان إيمانا واحتسابا غفر له ما تقدم من ذنبه اللهم اغفر لنا اللهم اجعلنا ممن قام رمضان إيمانا واحتسابا غفر له ما تقدم من ذنبه وصلى الله على نبينا محمد وعلى آله وصحبه وسلم تسليما كثيرا